មើលហើយចង់មើលទៀតអូសចុះក្រោមមិនចេះចប់មានវីដេអូថ្មីបង្ហាញបន្តហើយសារជូនដំណឹងឬ notification តែលោតមកតាក់ទាញឲ្យបើកមើលមុខងារទាំងនេះកំពុងស្ថិតនៅចំកណ្ដាលរឿងក្តីធំបំផុតប្រឆាំង Facebook និង Instagram ដោយរដ្ឋអាមេរិកចំនួន29ប្តឹងចោទក្រុមហ៊ុន Meta ថាបានរចនាប្រព័ន្ធឲ្យកុមារនិងយុវវ័យជំទង់ប្រើរហូតដល់ញៀនប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត Reuters រាយការណ៍នៅថ្ងៃទី12ខែសីហាឆ្នាំ2026ថាសាវនាការបានចាប់ផ្ដើមជ្រើសរើសគណៈវិនិច្ឆ័យនៅថ្ងៃដដែលនៅក្នុងតុលាការសហព័ន្ធទីក្រុង Oakland រដ្ឋ California ក្រោយរដ្ឋទាំង29ប្តឹងតាំងពីឆ្នាំ2023សាវនាការក្រុងនឹងបើកនៅថ្ងៃទី18ខែសីហាដែលអាចមានរយៈពេល7សប្តាហ៍ហើយទាំងស្ថាបនិក Meta លោក Mark Zuckerberg និងប្រធាន Instagram លោក Adam Mosseri ត្រូវបានរំពឹងថានឹងឡើងផ្ដល់សក្ខីកម្មរដ្ឋទាំង29រិះគន់មុខងារដូចជា Infinite Scroll ដែលអាចអូសមើលខ្លឹមសារបន្តបន្ទាប់ដោយគ្មានទីបញ្ចប់ទាញអ្នកប្រើឲ្យត្រឡប់ចូល app ដោយមិនអាចកាត់ផ្ដាច់បានរដ្ឋទាំងអស់ទាមទារឲ្យ Meta លុបកម្មវិធី Infinite Scroll កំណត់ការប្រើប្រាស់របស់យុវវ័យនិងបដូរសំណុំរូបមន្តគណិតវិទ្យាឬក៏ algorithm ឲ្យផ្ដល់អាទិភាពទៅដល់សុខុមាលភាពជំនួសការព្យាយាមធ្វើឲ្យអ្នកប្រើញៀនមើលបណ្ដឹងស្ទើរទូទាំងអាមេរិកនេះបានភ្ជាប់ការប្រើបណ្ដាញសង្គមទៅនឹងបញ្ហាក្នុងចំណោមយុវវ័យរួមមានការថប់អារម្មណ៍ជំងឺបាក់ទឹកចិត្តមិនពេញចិត្តនឹងរូបសម្បត្តិរបស់ខ្លួនឯងនិងការធ្វើបាបខ្លួនឯងជាដើមបណ្ដឹងពីសាលារៀននានាក៏អះអាងថាផលប៉ះពាល់បានធ្វើឲ្យសាលាត្រូវចំណាយធនធានបន្ថែមដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់សិស្សរដ្ឋនានាអះអាងថា Meta ដឹងពីហានិភ័យដែលផលិតផលរបស់ខ្លួនអាចបង្កបញ្ហាដល់កុមារនិងយុវវ័យប៉ុន្តែមិនបានធ្វើការផ្លាស់ប្ដូរឡើយក្នុងបណ្ដឹងរដ្ឋទាំង29ក៏ចោទ Meta ថាបានប្រមូលនិងប្រើប្រាស់ទិន្នន័យរបស់កុមារដោយខុសច្បាប់ប៉ុន្តែ Meta បដិសេធការចោទប្រកាន់ហើយថាខ្លួនបានបង្កើតកម្មវិធីជាច្រើនដើម្បីការពារអនិច្ចជនប្រសិនបើចាញ់ក្តីក្រុមហ៊ុន Meta អាចបង់សំណងដល់$1.4 ទ្រីលាននេះក៏មិនមែនជាបញ្ហាថ្មីរបស់ Meta ដែរកាលពីថ្ងៃទី6ខែសីហាតុលាការរដ្ឋ New Mexico បានបញ្ជាឲ្យ Meta បង់$567 លានចូលមូលនិធិសុខភាពផ្លូវចិត្តយុវវ័យបន្ទាប់ពីចៅក្រមរកឃើញថា Facebook និង Instagram ត្រូវបានរចនាឡើងក្នុងលក្ខណៈដែលធ្វើឲ្យយុវវ័យប្រើប្រាស់ជាប់លាប់ឬក៏ញៀននិងមិនបានការពារអនិច្ចជនគ្រប់គ្រាន់ទេខ្ញុំរស់សុធាពី News Today NTTVអង្គរ Sprayer ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុនអង្គរ Green និងទទួលផលិតគ្រឿងចក្រកសិកម្មផ្សេងទៀតអង្គរ Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម